bà ông pi cả chục kia là viên krom chủng bơi chỉ bà giọt đàn ní bà chủng bơi krom chủng bơi chiết Argentine bà chả chương ai cả pi bọn một pi một bộ này bà chủng bơi nâng giọt đàn ní cứ tha giọt đàn ní miền tây một crop tê bà hay Argentine nó kia miền bay crop còn đây nè đại cu ao ngáo chụp sao trên kia cứ bà cái là cô Lionel Messi miền này tha không chủng nào bay bật cuột bà nó Argentine đấy nè không vẹn group stage đấy bà mẹ Messi cứ xuất bán của mỗi crop là hậu bà của mỗi crop vậy bà buồn tha ca một bà chạm bà kế hat-trick bà pa chỉ muốn Algeria pa chỉ muốn Autriche bán pi crop bà hay ca một pa chỉ muốn Jordan đi bán một crop tiền bà cho nên là Messi bà bay bật cuột của mỗi crop bà mình thom nào thì chốt nó ngọt là lao từ ở vẹp to bà lao từ vẹp to bà dòng tin lao tới cứ thử pa chỉ muốn cà phê bà cà phê lại mới xả cà phê đó bà cà phê scat đấy cà phê láng này cà phê bạc phơi đường muối trà đây bông cô này mình không nào thì mình thấy bảo mà lao máu mà pa là nát pa mà chắc chương ấy vừa cà phê bọn phơi pi nâng ta à dòng tin anh bục thli khai cà phê bọc cà phê bàn này được thì bản chứng bây giờ giấy pi ca bạc cuột bà được viên bà dọc đan đi bà chỉ muốn nâng à dòng tin vĩnh cứ ca bạc cuột cà phê bị lia bảo buồn bật bọc bồnហើយការប្រកួតនេះមានក្របបាល់បាទមានក្របបាល់រហូតដល់ទៅ4គ្រាប់ដែលសោកដាននេះមានមួយគ្រាប់បាទអាសងទៀនមាន3គ្រាប់ដែលមួយគ្រាប់របស់បាទសោកដាននេះគឺធ្វើបានដោយកីឡាករបាទ Tamari នៅនាទីទី55ហើយដែលឡែកបាទអាសងទៀន3គ្រាប់នោះមានកីឡាករបាទ Lo Celso នៅនាទីទី19បាទកីឡាករ Lautaro Martinez បាទមានមួយគ្រាប់ដែរដែលគ្រាប់បាល់ penalty នាទីទី31និងកីឡាករបាទ Lionel Messi បាទមួយគ្រាប់បាទនៅនាទីទី80អញ្ចឹងមានថាសម្រាប់បាទ3គ្រាប់បាទរបស់អាសង់ទីននេះគឺធានាតែម្ដងពីព្រោះបើយើងមើលទៅបាទសម្រាប់អាសង់ទីន3ប្រកួតនេះគឺអត់មានស្មើឬក៏អត់មានចាញ់ទេបាទមានន័យថា3ប្រកួតរបស់នៃអាសង់ទីនគឺឈ្នះទាំង3ប្រកួតតែម្ដងបាទគេឈ្នះ Algeria 3-0 ឈ្នះ Autriche 2-0 ឈ្នះ Jordanie 3-1 បាទអញ្ចឹងមានន័យថាសម្រាប់អាសង់ទីនគេឡើងទៅហើយបងប្អូនហើយបាទមកចាស់ជើងឯងមិនធម្មតាទេឥឡូវនេះឡើងទៅប៉ះជាមួយនឹងកាប់វែទៀតបាទហើយបើយើងមើលអំពីការជួបគ្នាបាទរវាងបាទអាសង់ទីនបាទជាមួយនឹង Jordanie បងប្អូនបាទភាគច្រើនហើយគិតថាអាសង់ទីននឹងអាចឈ្នះហើយបាទ Jordanie មិនគេថាបាទមិនអាចថាចាញ់ Jordanie ឬក៏កម្រថាស្មើបាទជាមួយនឹង Jordanie ណាបាទហើយបើយើងមើលនៅក្នុង pool J នេះបាទ pool J មានអាសង់ទីនមានអូទ្រីមានអាល់ហ្សេរីអញ្ចឹង3ជម្រើសជាតិនេះគឺត្រូវឡើងទៅវគ្គបន្តហើយបាទវគ្គបន្តបាទសម្រាប់អាល់ហ្សេរីក៏ត្រូវបានសិលឹកជាក្រុមជម្រើសជាតិដែលស្ថិតនៅក្នុងលេខ3ល្អដែរបាទពីព្រោះមាន4បន្ទុកដែរណាអាល់ហ្សេរីណាឡើងទៅបងប្អូនខ្ញុំបញ្ជាក់តិចអាល់ហ្សេរីមិនធម្មតាទេអាល់ហ្សេរីឡើងទៅប៉ះណែទៅប៉ះស្វីសបាទទៅប៉ះស្វីសអញ្ចឹងJordanieឬក៏ Jordan ហ្នឹងដែលជាក្រុមជម្រើសជាតិនៅទ្វីបអាស៊ីរបស់យើងនេះមិនអាចបន្តទៅទេប៉ុន្តែតសើអាល់ហ្សេរីណាខ្នះក្នែងឡើងទៅប៉ាស្វីសតិចទៅហូបស្វីសទៀតដែរពេលខ្លះពិបាកខាតដែរណាពេលខ្លះដល់ពេលដែលគេរ៉ាការប្រកួតបើកឆាកហ្នឹងរៀងអតិអតបពិបាកបន្តិចប៉ុន្តែដល់ពេលឡើងទៅបើចេះតែឡើងបន្តបាទក្រុមខ្លះអញ្ចឹងឯងបាទឡើងទៅបន្តទៀតអញ្ចឹងបើយើងមើលទៅលើអាល់ហ្សេរីដែលបងលវិតលើកឡើងនេះខ្ញុំក៏គិតនៅក្នុងចិត្តដែរថាអាល់ហ្សេរីគួរតែឡើងហើយព្រោះទោះបីជាអញនិយាយថាអាល់ហ្សេរីគេបាទការប្រកួតបើកឆាកបាទចាញ់អាសង់ទីនក៏ប៉ុតមែនប៉ុន្តែអាល់ហ្សេរីគេនៅតែល្អពីព្រោះយើងឃើញថាសម្រាប់កីឡាកររបស់អាល់ហ្សេរីកីឡាករលេចធ្លោមួយរូបគឺកីឡាករ Riyad Mahrez បាទប៉ុន្តែមិនមែនថាមានតែ Riyad Mahrez មួយរូបទេគាត់ថាមានកីឡាករផ្សេងទៀតដែរបាទសម្រាប់អាល់ហ្សេរីអញ្ចឹងយើងឃើញថាសម្រាប់អាល់ហ្សេរី3ប្រកួតបាទរបស់គេនោះគឺថាចាញ់មួយប្រកួតស្មើមួយនឹងបាទឈ្នះមួយបាទគឺថាចាញ់អាសង់ទីន3-0បាទហើយអាល់ហ្សេរីគេឈ្នះហ្នឹងគឺឈ្នះទៅលើសូដង់បាទសូដានីបងប្អូនបាទសូដានី2-1ហើយស្មើជាមួយនឹងអូទ្រីសបាទបកទប់ស្មើជាមួយនឹងអូទ្រីសបានណា3-3អញ្ចឹងយើងឃើញថាអាល់ហ្សេរីគឺត្រូវបានឡើងហើយយើងឃើញថាសម្រាប់ពូលនេះបងប្អូនគិតថាស័ក្តិសមហើយសម្រាប់3ក្រុមដែលត្រូវឡើងបាទ3ក្រុមដែលត្រូវឡើងនៅក្នុងនោះមានអាសង់ទីនមានអូទ្រីសនិងអាល់ហ្សេរីបាទអញ្ចឹងអ្វីដែលយើងឃើញថាសម្រាប់ម្ចាស់ជើងឯក World Cup 2022គឺមិនធ្វើឲ្យអ្នកគ្រប់គ្រងខកបំណងទេបាទ3ប្រកួតបើកឆាកនេះគឺឈ្នះទាំង3ប្រកួតតែម្ដងបាទនេះគឺជាលទ្ធផលនៃការជួបគ្នាបាទរវាងក្រុមជម្រើសជាតិ
បាទ Jordani បាទជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនហើយក្រុមជម្រើសជាតិបាទ Jordani ត្រូវបានគេថាអស់ភារកិច្ចហើយបាទត្រូវត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញប៉ុន្តែអាសង់ទីនគេមានកាតព្វកិច្ចបាទដ៏ធំមួយទៀតដើម្បីគេថាការពារតំណែងជើងឯករបស់ខ្លួនបាទអញ្ចឹងយ៉ាងណាបាទតកតងជាមួយនឹងលទ្ធផលនៃការប្រកួតរវាង Jordani បាទជាមួយនឹងបាទអាសង់ទីនបាទបានបញ្ចប់ហើយគឺអាសង់ទីន3បាទ Jordani 1